គ្នាអញ្ចឹងថ្ងៃនេះគឺយើងវិលត្រឡប់មកវិញហើយបាទជាមួយនឹងមេរៀនមួយដែលយើងនិយាយអំពីសត្វចិញ្ចឹមបាទណាដែលយើងនិយាយអំពីសត្វចិញ្ចឹមនៅក្នុងមេរៀនមុនគឺយើងបានស្គាល់សត្វចិញ្ចឹមមួយចំនួនហើយអញ្ចឹងនៅថ្ងៃនេះគឺយើងនឹងបានស្គាល់សត្វចិញ្ចឹមមួយចំនួនបន្ថែមទៀតណាបាទអញ្ចឹងសត្វចិញ្ចឹមដែលយើងលើកយកមករៀននៅថ្ងៃនេះគឺមានចំនួន5បាទទី1គឺយើងអានថា red មានន័យថាសត្វកណ្តុរទី2គឺយើងអានថា hen មានន័យថាមេមាន់បាទទី3គឺយើងអានថា puppy មានន័យថាកូនឆ្កែទី4គឺយើងអានថា ox ណា ox មានន័យថាគោឈ្មោលបាទទី5គឺយើងអានថា pigeon pigeon នេះគឺយើងបកប្រែថាសត្វព្រាបឬក៏ព្រាបបាទណាអញ្ចឹងនៅក្នុងចំណោមពាក្យទាំងអស់នេះពាក្យទាំង5នេះយើងមានជាឧទាហរណ៍មួយចំនួនដូចគ្នាដែរដែលយើងលើកឧទាហរណ៍នេះមកយកមកពីពាក្យទាំង5ដែលយើងបានរៀននៅក្នុងថ្ងៃនេះបាទអញ្ចឹងឧទាហរណ៍ជាអាចយើងមានជានៅខាងនេះយើងក៏លេខមកមើលខាងឧទាហរណ៍របស់យើងបាទទី1គឺយើងអាននេះទី1នេះគឺ my cat likes red បាទណាអញ្ចឹងមានន័យថាម៉េចមានន័យថាឆ្មារបស់ខ្ញុំឆ្មារបស់ខ្ញុំចូលចិត្តកណ្ដុរបាទ there are 10 hens in the cage មានមេមាន់10ក្បាលនៅក្នុងទ្រុង my son likes puppy កូនប្រុសរបស់ខ្ញុំចូលចិត្តកូនឆ្កែបាទណាអញ្ចឹងឧទាហរណ៍បន្តទៀត my father has an ox my father has an ox អញ្ចឹងមានន័យថាឪពុករបស់ខ្ញុំមានគោឈ្មោលមួយក្បាល I saw many pigeons in front of palace អញ្ចឹងមានន័យថាខ្ញុំបានឃើញសត្វព្រាបជាច្រើនណាខ្ញុំបានឃើញសត្វព្រាបជាច្រើននៅមុខព្រះបរមរាជវាំងបាទណាអញ្ចឹងឧទាហរណ៍របស់យើងគឺមានចំនួន5នេះបាទអញ្ចឹងមេរៀនរបស់យើងក៏មានតែប៉ុណ្្នឹងដែរជាមួយនឹងពាក្យហើយនឹងឧទាហរណ៍របស់យើងនៅថ្ងៃនេះគឺយើងមានប៉ុណ្ណេះអញ្ចឹងមេរៀនរបស់យើងក៏ដល់ទីបញ្ចប់ហើយផងដែរបាទអញ្ចឹងក៏សូមអរគុណសម្រាប់ការតាមដានទស្សនានៅវីដេអូមួយនេះបាទបើសិនជាបងប្អូនគិតថាវីដេអូមួយនេះមានប្រយោជន៍បាទសូមជួយ comment ជួយចុច like និង subscribe ឲ្យម្នាក់មួយមកផងណាបាទអរគុណច្រើនយើងនឹងជួបគ្នានៅវីដេអូខាងក្រោយបន្តទៀតអូខេអរគុណច្រើនបាយបាយ